បាទជំរាបសួរបងប្អូនបាទអេបងប្អូនហើយបងប្អូនបាទចូលឆ្នាំនេះគឺក៏ក្រើកមីក៏ក្រើកដីហ៎បាទថ្ងៃទី13បាទថ្ងៃទី13ខែ4គឺការជួបគ្នារវាងក្របពេជ្ររបស់លោកគ្រូសេនមន្ថេនជាមួយមហាម៉ាត់គឺត្រូវជួបជាមួយឡៅសៃណេតរីឯយ៉ាស៊ីនត្រូវជួបជាមួយហឹមកំរៀងបាទមិនធម្មតាទេបាទបើខាងខ្មែរយើងគឺហឹមកំរៀងធៀបជាមួយឡៅសៃណេតគឺហឹមកំរៀងខ្ពស់ជាងបាទបច្ចេកទេសវាយល្អដាច់ប៉ិតមកបាទហើយបងប្អូនគិតមើលពីគូនេះតើពីគូនេះបងប្អូនគិតថាយ៉ាងណាដែរបាទចំពោះឡៅសៃណេតជាមួយមហាម៉ាត់ឥឡូវខ្ញុំគិតថាចំពោះឡៅសៃណេតជាមួយមហាម៉ាត់ខ្ញុំគិតថាពិបាកបាទខ្មែរយើងពិបាកយកឈ្នះបាទឡៅសៃណេតគឺពិបាកយកឈ្នះទៅលើមហាម៉ាត់បាទពិបាកហើយខ្ញុំគិតថាមិនស្រួលទេមហាម៉ាត់នេះហើយចំពោះគូហឹមកំរៀងជាមួយយ៉ាស៊ីនក៏មិនណយដែរប៉ុន្តែកម្រិតបច្ចេកទេសនៃការវាយគឺហឹមកំរៀងវាយល្អជាងយ៉ាស៊ីនចឹងបើនិយាយពីគូយ៉ាស៊ីនវិញខ្ញុំឲ្យយ៉ាស៊ីន 100% គូយ៉ាស៊ីនជាមួយហឹមកំរៀងគឺខ្ញុំឲ្យហឹមកំរៀង 100% តែម្ដងបាទនេះគូហឹមកំរៀងគឺខ្ញុំឲ្យដាច់បាទដាច់យ៉ាស៊ីនតែម្ដងគឺខ្សែក្រវ៉ាត់ដឹងតែបានហឹមកំរៀងហ្នឹងរីឯចំពោះគូឡៅសៃណេតវិញយើងពិបាកដូចខ្ញុំថាហ្នឹងពិបាកឡៅសៃណេតពិបាកយកឈ្នះប៉ុន្តែកពស់កពោអីមិនកពស់កពោជាងគ្នាប្រហែលទេថាពេជ្រសិង្ហៈទៅគឺគាត់ថាវារៀងទៀបជាងឥឡូវនេះឡៅសៃណេតកពស់កពោប្រហាប្រហែលប៉ុន្តែក្បាច់គូឡៅសៃណេតមួយរយៈនេះក៏វាដូចជាមិនឆក់ទាញយកអារម្មណ៍និងទឹកចិត្តរបស់ទស្សនិកជនណាអ្នកគ្រប់គ្រងបាទវាដូចមិនសូវទាញដោយលើកមុនពីដំបូងទាញឆក់យកតែម្ដងប៉ុន្តែទោះជាយ៉ាងណាក្តីក៏ខ្ញុំនៅតែមានទំនុកចិត្តទៅលើកីឡាករខ្មែរយើងដែរបាទចំពោះគូឡៅសៃណេតនៅតែមានទំនុកចិត្តទៅលើឡៅសៃណេតប៉ុន្តែបែរជាគូហឹមកំរៀងជាមួយយ៉ាស៊ីនវិញគឺហឹមកំរៀងគឺធានា 100% ថាហឹមកំរៀងបានខ្សែក្រវ៉ាត់ដាក់លើស្មា 100% បាទអញ្ចឹងសរុបសេចក្តីមកខ្ញុំគិតថាគូឡៅសៃណេតដូចមិនសូវមានទំនុកចិត្តទេប៉ុន្តែនៅតែមានផ្ដល់កម្លាំងចិត្តថាឡៅសៃណេតប្រឹងដើម្បីយកជ័យជំនះហើយចំពោះគូហឹមកំរៀងវិញគឺធានា 100% នឹងទទួលបានខ្សែក្រវ៉ាត់ហឹមកំរៀងបាទឈ្នះយ៉ាស៊ីន 100% បាទសូមអរគុណសូមជម្រាបលាបាទ